បើតាមការគិតរបស់ខ្ញុំនេះដល់បាយទៅលើចំណងចំណូលចិត្តបបពិសោធន៍ដើមទុនឬមកក៏ទីផ្សារបច្ចុប្បន្នខ្ញុំគិតថាខ្ញុំអាចបើកបានហ្នឹងគឺខាងលក់គ្រឿងអគ្គិសនីសម្រាប់ខាងលក់អគ្គិសនីនេះណាកាលពីមុនហ្នឹងខ្ញុំធ្លាប់បើកហើយម្ដងហើយតែគាត់ថាពេលហ្នឹងខ្ញុំបើកជាលក្ខណៈធម្មតាជាលក្ខណៈគ្រួសារអញ្ចឹងគឺថាយើងលក់បានប៉ុណ្ណាគឺយកប៉ុណ្ណាអត់មានថាមានគោលដៅមួយក៏ជាសភៅផែនការទេប៉ុន្តែសម្រាប់ពេលនេះការដែលខ្ញុំបើកខាងលក់គ្រឿងអគ្គិសនីសាស្ត្រថ្មីហ្នឹងគឺយើងចាប់ដើមផ្ដោតធ្វើមិនឲ្យវាល្អជាងមុនយើងចាប់ដើមបង្កើតផែនការជីវកម្មទៅធ្វើមិនអាចពង្រីកវាឲ្យវាទៅធំជាងមុនឲ្យវាដើរបានឆ្ងាយជាងមុនព្រោះពីមុនខ្ញុំលក់ផលិតផលរៀងតិចដែរទេអញ្ចឹងពេលនេះពេលដែលយើងចាប់ដើមថ្មីនេះគឺធ្វើមិនលក់ផលិតផលឲ្យច្រើនជាងមុនឲ្យវាសម្បូរបែបជាងមុនគឺយើងផ្ដោតដូចពីមុនហ្នឹងគឺទាំងលក់រាយទាំងលក់ដុំធ្វើម៉េចឲ្យទីផ្សាររបស់យើងរីកចម្រើនកាន់តែធំឡើងហើយជាពិសេសនោះគោលដៅរបស់យើងហ្នឹងគឺធ្វើម៉េចឲ្យយើងអាចពង្រីកសាខាបានឬមួយក៏អាចបើថាអាចធ្វើទៅបានទេគឺយើងនឹងបង្កើតទៅជាក្រុមហ៊ុនតែម្ដង